ក្នុងគ្រប់មជ្ឈដ្ឋានទាំងអស់តែងតែចោទសួរពីបញ្ហា free visa scheme សម្រាប់ទេសចរចិនចំនួន4 ខែនេះបាទ6 ខែបាទ6 ខែចាប់ពីខែមិថុនាដល់ខែតុលាបាទយើងទទួលបានហើយក៏យើងសាទរនៃការគិតគូររបស់រដ្ឋាភិបាលក្នុងការដាក់ចេញនៅការ free visa សម្រាប់ភ្ញៀវទេសចរចិនបាទដែលមិនថាតែចិនមកពីហោះពីទិសដៅណាទេឲ្យតែចិនបាទចិនមានថាកាន់ passport PRC ដែលជា passport អត្តសញ្ញាណរបស់ចិនមិនមែនតៃវ៉ាន់ទេគឺជាចិនបាទ PRC ហ្នឹងគេហៅថា People Republic of China អញ្ចឹងរាល់ទេសចរដែលជនជាតិចិនដែលកាន់ passport មានអក្សរ PRC គឺចូលប្រទេសខ្មែរ free visa ចាប់ពីខែមិថុនាដល់ខែតុលាបាទសម្រាប់ខ្ញុំក្នុងនាមប្រតិបត្តិការយើងរីករាយហើយយើងស្វាគមន៍ហើយពិតជាអរគុណនៅការកិត្តគូរបស់រដ្ឋាភិបាលបាទទន្ទឹមនោះក៏យើងមានការពិភាក្សាគ្នាក្នុងនាមជាប្រតិបត្តិការទាំងអស់ដើម្បីធ្វើយ៉ាងណាយើងត្រូវចាប់យកឱកាសនេះឲ្យបានក្នុងពេលដែលមានការ free visa ហើយយើងអាចរៀបចំខ្លួនយ៉ាងណាដើម្បីទទួលក្នុងករណីដែលមានកំណើននៃភ្ញៀវទេសចរក្នុងរយៈពេលនោះបាទដែលជាជនជាតិចិនបាទមួយទៀតសម្រាប់នៃការ free visa ក្នុងនាមជាប្រតិបត្តិការផ្ទាល់ខ្ញុំគិតថាក៏ជាដូចជាសំណូមពរដែរទៅរដ្ឋាភិបាលយើងគួរតែគិតពិចារណាដែរថាទាំងអស់គ្នាគួរតែអាចមើលថាតើទីផ្សារណាទៀតដែលយើងគួរសម្លឹងថាអាចនឹងបន្ត free visa ជូនគាត់ដែរបាទឧទាហរណ៍ឥណ្ឌាដែលជាចំនួនមួយដែលធំដែរហើយយើងគិតថាបើសិនជារដ្ឋាភិបាលអាចពិចារណាក្នុងការផ្ដល់នៅ free visa ដល់ទីផ្សារផ្សេងទៀតគិតជាកាន់តែប្រសើរថែមទៀតបាទ